ការសិក្សារៀនសូត្រនេះវាតែងតែជួបនឹងលំបាកតែអ្នកសិក្សារៀនសូត្រហ្នឹងពេលដែលជួបការលំបាកហើយតែងតែមានឧបាយក្នុងការដោះស្រាយនៅទុក្ខលំបាកនោះខុសពីអ្នកដែលមិនបានសិក្សាអ្នកមិនបានសិក្សារៀនសូត្រហ្នឹងតែងតែប្រសពនឹងភាពលំបាកហើយក៏មិនមាននៅឧបាយដើម្បីដោះស្រាយនៅបញ្ហាលំបាកនឹងទៀតក៏ប៉ុន្តែយើងអ្នកសិក្សារៀនសូត្រនេះតែងតែមានឧបាយក្នុងការដោះស្រាយចឹងពេលដែលយើងជួបនៅអារម្មណ៍ណាដែលមិនជាទីគប់ចិត្តកើតតាមរយៈចក្ខុក្តីកើតតាមរយៈសោតៈក្តីកើតតាមរយៈឃានៈក្តីកើតតាមរយៈជីវហាក្តីកើតតាមរយៈកាយក្តីកើតតាមរយៈមโนក្តីហ្នឹងទី1ឲ្យចេះអត់ធ្មត់សង្កត់ចិត្តហ្នឹងតម្លៃអត់ធ្មត់សង្កត់ចិត្តនៅក្នុងធម៌អីគឺខន្តីធម៌អត់ធ្មត់សង្កត់ចិត្តអត់ទ្រាំឲ្យបានតាំងចិត្តណាពេលដែលយើងប្រសពនឹងអារម្មណ៍មិនជាទីសបាយហ្នឹងជាទីខូចចិត្តហ្នឹងអត់ធ្មត់សង្កត់ចិត្តទៅបើចិត្តនឹងអន្ទះអន្តែងអន្ទះសាចង់ពោលចង់ស្ដីដែលចេញអំពីកម្លាំងនៃទោសៈចិត្តក្តៅក្រហាយហ្នឹងយើងព្យាយាមមកសង្កត់វាទៅអត់ធ្មត់ជាមួយវាទៅភ្លើងដែលចង់ឆេះហើយហ្នឹងគឺយើងព្យាយាមអត់ទ្រាំកុំប្រឆេះវាកុំប្រឆេះវាឃើញទេតិចស្ដាប់ឮនៅពាក្យតេះដៀលអ្នកដតីហ្នឹងកុំបីញ៉ាំងទោសៈចិត្តឲ្យកើតឡើងពពុបដិខៈហ្នឹងឲ្យកើតឡើងយើងកំណត់ដឹងអញ្ចឹងទៅក៏ព្យាយាមអត់ធ្មត់សង្កត់ចិត្តអត់ទ្រាំរឿងខ្លះវាមិនសមជារឿងទេតែយើងហ្នឹងស្រាប់តែប្រមូលផ្ដុំគុំមកញ៉ាំងទោសៈចិត្តឲ្យកើតឡើងញ៉ាំងភ្លើងនៅក្នុងខ្លួនហ្នឹងឲ្យកើតញ៉ាំងភ្លើងឲ្យកើតឡើងហើយក៏ផ្ទះតែងដៅក្រហល់ក្រហាយពិបាកខូចចិត្តចងគំនុំគុំគួនព្យាបាទអញ្ចឹងយើងត្រូវកំណត់ដឹងថារឿងធំក៏យើងចេះបង្រួមវាឲ្យតូចរឿងធំប៉ុណ្ណាក៏ដោយត្រូវចេះបង្រួមវាឲ្យតូចកុំទៅតាមធម្មជាតិនៃរឿងនៃបញ្ហារឿងធំបង្រួមវាឲ្យតូចហើយរឿងតូចរឿងដែលមិនសមជារឿងនោះក៏យើងព្យាយាមលះបង់វាព្យាយាមលះបង់វាទៅបើកាលណាដែលយើងបញ្ឆេះកាលណាដែលយើងបញ្ឆេះភ្លើងឲ្យកើតឡើងវាមិនចេះស្រួលទេវាពិបាកណាស់វាពិបាកទ្រាំណាស់វាប៉ះពាល់ច្រើនណាស់ហើយក៏វានឹងខូចពេលវេលារបស់យើងពេលវេលារបស់យើងដែលយើងខំប្រឹងព្យាយាមរៀនសូត្រធម៌អានេះវាក្រវាពិបាកណាស់ចឹងហើយយើងជាអ្នកសិក្សាបើឃើញរឿងធំអីគិតថាវាជាធម្មតាទៅហ្នឹងហើយរឿងដែលធម្មតាគិតថាវាគ្មានរឿងទៅធ្លាប់ស្អប់គ្រូខ្លាំងអញ្ចឹងណាសំសេចក្តីស្អប់សំសេចចងពៀហ្នឹងរាប់ជាតិរាប់អសង្ខ័យអញ្ចឹងទៅពេលដែលជួបមុខគ្រូគាត់ថារឿងកន្លងទៅហើយវាកន្លងទៅពៀដែលធ្លាប់សំធ្លាប់អតិដ្ឋានហើយក៏យើងព្យាយាមរងាប់ពៀនឹងទៅអញ្ចឹងណាយើងឧបមាណាហ្នឹងហើយយើងធ្វើចិត្តនឹងអហោសកម្មឲ្យរឿយទៅអញ្ចឹងយើងទោសៈចិត្តដែលនៅក្នុងខ្លួនរមែងស្ងប់រងាប់ទៅដោយការអធិដ្ឋានការអភ័យទោសហ្នឹងហើយការអភ័យទោសឲ្យគ្រប់យ៉ាងហ្នឹងហើយជា
ផ្លូវដែលយើងអាចកម្ចាត់បងនៅទោសៈបានហ្នឹងហើយតែបើផ្ទុយទៅវិញបើសិនតែយើងចេះតែញ៉ាំងទោសៈឲ្យកើតឡើងហ្នឹងគ្មានទីបញ្ចប់ទេមានទីបញ្ចប់ទេអញ្ចឹងការរលត់ទុកឬក៏ការដែលដល់នៅសេចក្តីស្ងប់ទាំងឡាយគឺស្ងប់នៅពួកអកុសលធម៌ទាំងឡាយហ្នឹងអញ្ចឹងយើងចេះរងាប់និងចេះរំលត់ហ្នឹងហើយអញ្ចឹងទី1គឺសេចក្តីអត់ធ្មត់សង្កត់ចិត្តពេលដែលជួបបញ្ហារៀនហ្វឹកហាត់ភាពអត់ធ្មត់សង្កត់ចិត្តហ្នឹងទៅវាមិនមែនគ្រាន់តែយើងនិយាយទេកើតទេរូបมันគួរជាទីគប់ចិត្តអញ្ចឹងក៏ព្យាយាមអត់ធ្មត់សង្កត់ចិត្តរឿយទៅយើងមិនគប់បីញ៉ាំងចិត្តហ្នឹងឲ្យថ្នាំងថ្នាក់ឲ្យខូចចិត្តឲ្យក្តៅក្រហាយឲ្យញាប់ញ័រដោយសាររឿងហ្នឹងទេយើងទម្លាប់បញ្យល់ខ្លួនយើងអញ្ចឹងទៅព្យាយាមអត់ធ្មត់សង្កត់ចិត្តរឿយទៅចិត្តយើងតាំងមាំហ្នឹងហើយតាំងមាំពេលក្រោយហ្នឹងជួបអារម្មណ៍មិនជាទីគប់ចិត្តយ៉ាងណាហ្នឹងក៏ចិត្តយើងនៅនឹងស្មើល្អអត់កញ្ជ្រោលរលរៀលអត់ញាប់អត់ញ័រអត់ចង់ឈ្នះបុគ្គលណាទេអត់ប្រតិកម្មអត់ញ៉ាំងនៅអកុសលធម៌ឲ្យកើតឡើងទេនឹងទម្លាប់មេរៀនយូរទៅសង្កត់ចិត្តរឿយទៅវាបានផលយ៉ាងនឹងទី2អត់ធ្មត់សង្កត់ចិត្តហើយក៏ព្យាយាមរងាប់ចិត្តទោសៈចិត្តដែលវាមិនទាន់ស្ងប់រងាប់វានៅតែកើតមានហ្នឹងយើងចេះធ្វើវាបង្រួមវាទី1ទ្រាំមិនឲ្យវាផ្ទុះឡើងទី1ទ្រាំមិនឲ្យវាផ្ទុះឡើងទី2ព្យាយាមរងាប់វាឲ្យស្ងប់ទៅឃើញទេទោសៈចិត្តដែលបំរុងនឹងកើតហើយអត់ទ្រាំមិនឲ្យវាកើតអត់ទ្រាំមិនឲ្យវាផ្ទុះឡើងហើយក៏ព្យាយាមធ្វើឲ្យវាស្ងប់រងាប់ទៅវិញហ្នឹងហើយយើងព្យាយាមធ្វើឲ្យវាស្ងប់យើងព្យាយាមរងាប់វារឿយទៅរហូតទាល់តែវាស្ងប់ទៅឃើញទេវាបំរុងកើតទ្រាំមិនឲ្យវាកើតឃើញទេពេលណាដែលជួបអារម្មណ៍មិនជាទីសប្បាយជាទីដែលធ្វើឲ្យយើងខូចចិត្តហ្នឹងជាទីដែលធ្វើឲ្យយើងបន្ទោសរាយហ្នឹងក៏យើងទ្រាំមិនឲ្យបន្ទោសរាយតបតទី2ទ្រាំមិនឲ្យវាបន្ទោសរាយហើយក៏ព្យាយាមរងាប់វាឲ្យវាស្ងប់ឲ្យវាស្រាលទៅឃើញយើងមើលឲ្យដឹងពីលក្ខណៈចិត្តរបស់យើងទី3ពេលដែលវាស្ងប់រងាប់ហើយក៏ព្យាយាមលះអារម្មណ៍ទោសៈហ្នឹងឬក៏លះចិត្តទោសៈហ្នឹងណាហ្នឹងហើយលះឲ្យវាដាច់ទៅដឹងថាបើទុកវានៅក្នុងសន្តានចិត្តហ្នឹងវារមែងញ៉ាំងយើងហ្នឹងឲ្យក្តៅក្រហាយអស់កាលដល់យូរអញ្ចឹងយើងកំណត់ធម៌ដើម្បីលះនៅទោសៈចិត្តហ្នឹងឬក៏រំលត់នៅភ្លើងហ្នឹងរៀនរំលត់រឿយទៅរំលត់រឿយទៅវាគង់តែរលត់ទេភ្លើងនោះគង់តែរលត់ទេឲ្យតែយើងព្យាយាមកំណត់ដឹងច្បាស់ពីហេតុពីផលពីបច្ច័យរបស់វាទៅយើងនឹងអាចរំលត់វាបានហើយតែឲ្យយើងព្យាយាមគ្មានអ្វីក្រៅអំពីសេចក្តីព្យាយាមហើយនឹងអាចសម្រេចបាននោះទេអញ្ចឹងយើងព្យាយាមរឿយទៅនឹងហើយអញ្ចឹងធម៌3យ៉ាងទី1គឺអត់ធ្មត់សង្កត់ចិត្តពេលដែលជួបអារម្មណ៍មិនជាទីគប់ចិត្តអត់ធ្មត់សង្កត់ចិត្តទី2ឲ្យចេះស្ងប់រងាប់ហ្នឹងហើយពេលណាដែល
ជួបនៅអារម្មណ៍មិនជាទីគប់ចិត្តហ្នឹងទោសៈចិត្តកំរងផ្ទុះឡើងហ្នឹងឲ្យយើងចេះធ្វើវាឲ្យស្ងប់រងាប់ទៅវិញទី3ជាយាមលះវាឲ្យដាច់ជាសមុទ្រឆេតឬក៏រំលត់វាចោលឲ្យអស់ចេញអំពីសន្តានចិត្តរបស់យើងធម៌ស្រួលស្រួលរៀនសំអីហ្នឹងមានតែបាក់ស្អីហើយយើងកំណត់ដឹងច្បាស់នៅចិត្តហ្នឹងហើយកំណត់ដឹងច្បាស់នៅចិត្តរឿយទៅកាលណាចិត្តលោភៈកើតឡើងក៏ដឹងច្បាស់ថាអាត្មាអញលោភៈកើតឡើងសេចក្តីត្រេកត្រអាលនៅក្នុងរូបសម្លេងក្លិនរសផោតពៈនាំឲ្យកើតនៅឆន្ទៈរាគៈសេចក្តីប្រាថ្នានៅក្នុងដំរេកច្រើនពេលណាដែលទោសៈកើតឡើងហើយក៏កំណត់ដឹងច្បាស់ថាអាត្មាអញនឹងទោសៈប្រកាសឡើងនៅក្នុងសន្តានចិត្តនៃអាត្មាអញហើយនឹងព្យាយាមអត់ធ្មត់សង្កត់ចិត្តធ្វើវាឲ្យស្ងប់រងាប់រឿយពេលណាដែលវាមានកម្លាំងខ្សោយហើយក៏ព្យាយាមលះវាចោលទៅហ្នឹងហើយកំណត់ដឹងច្បាស់នៅមោហៈគឺសេចក្តីវង្វេងគឺអវិជ្ជាកំណត់ឲ្យដឹងឲ្យច្បាស់ថាអាត្មាអញជាបុគ្គលប្រកបដោយសេចក្តីមិនដឹងឬក៏ប្រកបដោយសេចក្តីល្ងងខ្លៅអាត្មាអញព្យាយាមចម្រើននៅវិជ្ជាឲ្យរឿយការចម្រើននៅវិជ្ជារឿយនេះគឺគ្មានអ្វីក្រៅអំពីការបដិបត្តិនៅធម៌នោះឡើយការបដិបត្តិនៅកម្មដ្ឋានដែលមានសមាធិនិងវិបស្សនានេះជាផ្លូវដែលនាំឲ្យចម្រើននៅវិជ្ជាទាំងឡាយហ្នឹងហើយបដិបត្តិឲ្យបានជាបដិវេទណាបដិបត្តិហ្នឹងគឺការសិក្សារៀនសូត្រការដែលបានសម្រេចនៅវិជ្ជានេះឈ្មោះថាបដិវេទហ្នឹងហើយឲ្យយើងច្បាស់យើង